បើមិនឆ្ងាញ់អត់យល់លុយបាទសូមជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូធ្វើម្ហូបប៉ាពេជ្រ Cooking ទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះដែរយើងនឹងមកបង្ហាញបងប្អូននៅមុខម្ហូបម្យ៉ាងដែលមានឈ្មោះថាស្លខ្ទិះខ្ចៅស្លឹកចាត់ភ្លូបាទបើសម្រាប់ពីគ្រឿងផ្សំរបស់សម្លមួយមុខនេះគឺវាមិនមានច្រើននិងពិបាកធ្វើទេបាទឥឡូវយើងមកធ្វើការភ្លុកឲ្យមើលជាមុនសិនមុននឹងយើងទៅមើលពីគ្រឿងផ្សំនិងរបៀបធ្វើទាំងអស់គ្នាបាទឆ្ងាញ់មិនឆ្ងាញ់គ្រាន់តែមើលមុខនេះក៏ដឹងដែរតែភ្លុកបាសនឹងភ្នែកអញ្ចេះណាបានវាឆ្ងាញ់បាទហើយគ្រឿងផ្សំយើងនោះគឺខ្ចៅមកពីខេត្តសុរិន្ទដែលគេយកមកផ្ញើឲ្យខ្ញុំធ្វើសាឡនេះទៅមកក៏ស្លឹកចាប់ភ្លូដាំខ្លួនឯងនឹងក្រោយហងបន្ទប់នេះឯងយកមកលាងទឹកហាន់ជាស្ដើងប៉ុណ្ណេះអ្នកខ្លះដាក់ទាំងសន្លក់ធំក៏ដាក់ទៅទើបមកគឺមានខ្ទឹមហើយនឹងគ្រឿងបុករបស់យើងមានគុលក្រៃខ្ទឹមអូគ្រឿងច្រើនណាស់ចាំលើកក្រោយខ្ញុំធ្វើបង្ហាញទៅមកកាពិមកកូនដល់មករៀងខ្មៅនោះហើយនឹងខ្ទិះដូងមកកំប៉ុងឥឡូវគ្រឿងក្រៅវត្ថុធាតុផ្សំរបស់យើងក៏រួចរាល់រៀបរាប់រួចបន្ទាប់មកយើងមកដាក់ខ្ទើសដាក់ខ្លាញ់ដើម្បីធ្វើការលីងខ្ទឹមឲ្យវាឈ្ងុយរួចហើយក៏យើងដាក់ជាមួយនឹងស្ករក្រហមចូលភ្លុកតែម្ដងទៅដើម្បីធ្វើការលីងវាឲ្យឈ្ងុយសម្រាប់ស្ករក្រហមនេះគឺខ្ញុំដាក់ប្រហែលប្រប៉ុនមេជើងមនុស្សចាស់បាទបន្ទាប់ពីយើងលីងខ្ទឹមជាមួយនឹងស្ករឡើងឈ្ងុយក្រហមហើយឥឡូវយើងមកដាក់ជាមួយនឹងកាពិជាមួយនឹងគ្រឿងបុករបស់យើងសម្រាប់គ្រឿងបុកនេះភាសាថៃគេហៅថាភីកកែងភេទទៅមកធ្វើការលីងវាឲ្យឡើងក្លិនឈ្ងុយបន្តិចទៅដើម្បីឲ្យក្លិនខ្ទិះកាន់តែឈ្ងុយនោះគឺយើងធ្វើការដាក់វាលីងជាមួយគ្រឿងចូលតែម្ដងសម្រាប់ខ្ទិះថ្ងៃនេះគឺយើងប្រើចំនួនមួយកំប៉ុងដែលមានចំណុះ250មីលីលីត្រចូលប្រងអស់កន្លះកំប៉ុងទើបមកទុកកន្លះកំប៉ុងបងអាចុងក្រោយមុននឹងរៀបលើកបាទបន្ទាប់មកយើងក៏ចាប់ផ្ដើមធ្វើការកូរជាមួយនឹងគ្រឿងភីកកែងរបស់យើងនេះដើម្បីឲ្យឡើងក្លិនឈ្ងុយរវាងក្លិនខ្ទិះភីកកែងកាពិក្លិនឈ្ងុយឈូលមកព្រមគ្នាតែម្ដងបាទសម្រាប់ភ្លើងនោះគឺកុំបើកខ្លាំងពេកប្រយ័ត្នខ្លោចបាទបន្ទាប់មកគឺចាប់ដើមពុះក្រេកតែម្ដងរួចហើយខ្ញុំក៏លូតដាក់ទឹកបន្តិចបាទបន្ទាប់មកគឺយើងដាក់ទឹកហើយដាក់ទឹករួចរាល់ឥឡូវយើងមកធ្វើការកូរហើយក៏រៀងតឡើងភ្លើងបន្តិចឥឡូវឡើងពុះក្រេករួចហើយយើងក៏មកចាប់ផ្ដើមធ្វើការផ្សំគ្រឿងតែម្ដងគឺស្ករសកន្លះស្លាបព្រាកាហ្វេបន្ថែមរសជាតិផ្អែមបន្ទាប់មកគឺម្សៅស៊ុបចំនួន1ស្លាបព្រាកាហ្វេរួចហើយក៏មកផ្សំជាមួយនឹងទឹកត្រីបើសរុបទៅប្រហែលជា1ស្លាបព្រាបាយបាទបើសម្រាប់រសជាតិយើងមិនអាចប្រាប់ផ្លេកបានទេគឺនៅលើចំនួនបរិមាណម្ហូបឬគ្រឿងផ្សំរបស់យើងតិចឬច្រើនឬក៏រសជាតិសម្រាប់អ្នកដែលហូបរៀងខ្លួនរសជាតិយ៉ាងណាក៏ដាក់យ៉ាងនោះចង់មានន័យថាគឺគ្រឿងក្រៅដែលយើងត្រូវដាក់មានស្ករម្សៅស៊ុបទឹកត្រីអំបិលគឺយើងមានមូលដ្ឋានហើយប៉ុន្តែសម្រាប់ចំណុះនោះគឺនៅលើយើងដាក់តិចឬច្រើនយើងគ្រាន់តែដឹងថាគ្រឿងមានអីខ្លះទើបមកក៏យើងយកទៅដាក់ខ្លួនយើងសម្រាប់រសជាតិបើទើបមកក៏យើងដាក់ខ្ចៅដាក់ស្លឹកចាភ្លូរួចហើយក៏មកពុះក្រេករួចខ្ញុំធ្វើការភ្លុករាងសាបបន្តិចទើបមកខ្ញុំក៏មកដាក់បន្ថែមជាមួយនឹងរ៉តឌីបន្តិចហើយនឹងម៉ែលបន្តិចទៀតដើម្បីបន្ថែមរសជាតិឲ្យវារាងធ្ងន់ជាងមុនបន្តិចសម្រាប់ស្លមួយមុខនេះគឺវារាងយើងហូបទៅរាងខ្ទិះផ្អែមប្រៃបាទនិយាយរួមមកគឺស្លខ្ទិះខ្ចៅមួយមុខនេះគឺវាមានរសជាតិ4មុខគឺវាមានបែបខ្ទិះផ្អែមប្រៃហើយមួយមុខទៀតចុងក្រោយនោះគឺឆ្ងាញ់តែម្ដងបាទសម្រាប់ស្លខ្ទិះខ្ចៅស្លឹកចាភ្លូនេះក៏មានតែប៉ុណ្ណេះឯងបាទបើពេញចិត្តកុំភ្លេចជួយចុច like ចុច share ចុច comment ទាំងអស់គ្នាដើម្បីជួយផ្ដល់ជាកម្លាំងចិត្តអូខេបាយ